មុំហូបដាច់លុយមកដល់ទៀតហើយខ្ញុំយកពងទាយកចំហុយមុននឹងទឹកត្រីកោះកងហើយរសជាតិប្លែកឆ្ងាញ់ហើយមុខម្ហូបមួយមុខនេះស័ក្តិសមបំផុតពេលយើងដាច់លុយនឹងហើយវិធីធ្វើវិញលឿនហើយអស់លុយតិចទៀតយើងចាប់ផ្ដើមមកធ្វើទឹកត្រីកោះកងយកខ្ទឹមសហើយនឹងម្ទេសហឹរយកកិនចូលគ្នាឲ្យម៉ត់មកហើយកុំភ្លេចថែមស្លឹកក្រូចតិចផងឲ្យវាឈ្ងុយហើយឆ្ងាញ់យើងយកវាទៅកិនទៅបើបងប្អូនចង់បុកក៏បានដែរតែកិនទៅយើងលឿនជាងទឹកត្រីកោះកងយើងគួរតែធ្វើទុកញ៉ាំឲ្យច្រើនទៅបងប្អូនងាយស្រួលពេលយើងចង់ញ៉ាំយើងយកមកញ៉ាំមកលឿនទៀតខ្ទឹមសហើយនឹងម្ទេសយើងមកដែរយើងចាប់ផ្ដើមដាក់ស្ករក្រហមចូលប៊ីចេងម្សៅស៊ុបទឹកត្រីហើយនឹងក្រូចឆ្មាយើងកូរទឹកត្រីកោះកងយើងឲ្យចូលជាតិចូលគ្រឿងគ្នាល្អហើយជាការស្រេចហើយចាប់ផ្ដើមយកចានមួយមកចានថ្មយើងយកទឹកត្រីកោះកងយើងមួយចានកូនចង្កឹះយើងយកស្រូចចូលហើយយើងចាក់ទឹកធម្មតាមកស្វាបាយឆាមកស្វាបាយដែរហើយយើងកូរវាឲ្យវាចូលជាតិគ្នាល្អហើយយើងចាប់ផ្ដើមមកគូសពងទាចូលពងទាខ្ញុំប្រើ3គ្រាប់បងប្អូនបើបងប្អូនប្រើពងមាន់ក៏បានដែរយើងចាំបាច់យកស្វាយកមកវាយឲ្យវាចូលគ្នាអីណាបងប្អូនយើងដាក់អញ្ចឹងមកយើងយកទៅចំហុយទៅខ្ញុំចំហុយណាខ្ទង់ប្រហែលជា15នាទីបងប្អូនបើបងប្អូនចង់ចូលភ្នៅដាក់ត្រឹមតែ7នាទីអីបានហើយពងទាចំហុយទឹកត្រីកោះកងយើងរួចរាល់ហើយបើបងប្អូនស្ទើរម្ទេសយើងថែមម្ទេសទៀតទៅសម្រាប់រសជាតិវិញឆ្ងាញ់ប្លែកម្យ៉ាងដែរហើយឈ្ងុយទឹកត្រីកោះកងយើងខ្ទឹមម្ទេសហ៎មានអីអាចទទួលយកបានពេលដាច់លុយដាក់អីធ្វើញ៉ាំទៅបងប្អូនអើយចំណាយតិចចាស់តើខ្ញុំមានតែប៉ុណ្្នឹងឯងអរគុណ